នៅថ្ងៃនោះនាងបានឮសំឡេងពេលកំពុងងូតទឹកសម្រាប់មនុស្សធម្មតាបទចម្រៀងមួយបទមិនមែនជារឿងពិសេសនោះទេពួកគេមិនដឹងថាចៅហានម្នាក់បានលួចចូលទេពេលខ្ញុំទៅដល់ផ្ទះរបស់នាងខ្ញុំឈរនៅក្នុងបន្ទប់ទឹករងចាំនៅខាងក្រៅទ្វារ2នាទីកន្លះក្រោយមកកំបិតមួយវាបានលូកដៃទៅប៉ុន្តែស្ត្រីនោះនាងបានយកកន្សែងងូតទឹកចេញមករំវាជុំវិញខ្លួនគាត់បានចេញមកអូយពួកចៅហានរងចាំយូរណាស់មកហើយទោះយ៉ាងណាក៏ដោយមិនមានចលនាអ្វីទេតើវាអាចទៅរួចទេវាជាគំនិតមួយភ្លាមដើម្បីស្ទាក់ចាប់ពណ៌អ្វីប៉ុន្តែមើលចុះសូម្បីតែស្ត្រីក៏មិនពេលឃើញចៅហាននាងគ្រាន់តែប្រព្រឹត្តដោយសពគាត់ទាញកន្សែងឲ្យតឹងជាងមុនរួចក៏លូកដៃទៅមកគាត់បានដើរចេញសូម្បីតែពេលដើរកាត់បន្ទប់ទទួលភ្ញៀវក៏ដោយខ្ញុំបានអោបឲ្យអង្អែលឆ្មាពណ៌ខៀវមួយក្រោកឈរឡើងនាងបានចូលទៅក្នុងផ្ទះបាយគាត់បើកទូទឹកកករួចយកវាចេញលក់នំប៉ាវកក់មួយប្រអប់មាននរណាម្នាក់កំពុងដេកក្នុងថ្លុកឈាមនៅខាងក្នុងប៉ុន្តែនាងនៅតែកំពុងរៀបចំអាហារពេលព្រឹករហូតដល់នាងយកវាចេញពីទូយកចានមួយចេញហើយបន្តទៅមុខទៀតនាងបានដឹងខ្លួនតែបន្ទាប់ពីបោះជំហានពីរប៉ុណ្ណោះមិនប្រក្រតីនាងបានដើរលេងលើដីមួយសន្ទុះស្រាប់តែមានអារម្មណ៍ថាស្អិតនៃឈាមក្រាស់ដើរតាមដានឈាមនាងសាកសពមួយត្រូវបានគេរកឃើញមានតែបន្ទាប់ពីការបញ្ជាក់ម្ដងហើយម្ដងទៀតប៉ុណ្ណោះទើបខ្ញុំបានដឹងនេះជាប្តីរបស់នាងប៉ះគ្នាម្ដងទៀតនៅកណ្ដាលទុកព្រួយការរកឃើញអាវុធឃាតកម្មបានធ្វើឲ្យនាងដោយដឹងពីភាពធ្ងន់ធ្ងរនៃស្ថានភាពនេះស្មារតីក្រោមការគ្រប់គ្រងរបស់ខ្ញុំបានប្រាប់នាងឲ្យរត់ប៉ុន្តែស្ត្រីរូបនោះទើបតែរត់ចេញពីផ្ទះបាយពេលនោះពួកគេបានរត់ប្រដេញគ្នាជាមួយចៅហានប៉ុន្តែពួកចៅហានគ្មានចេតនាចាប់ខ្លួននាងទេផ្ទុយទៅវិញហើយមើលនាងរត់ចូលទៅក្នុងបន្ទប់ភ្ញៀវសាលនាងដូចជាសត្វរុយដែលគ្មានក្បាលនៅក្នុងការខាត់បងមួយចៅប្លន់ហានយកកែវទឹកមួយហើយបោះវាទៅលើដីដើម្បីសាកល្បងប្រតិកម្មរបស់ស្ត្រីបន្ទាប់មកពួកគេបានបោះចោលទី2ស្ត្រីនោះបានឆ្លៀតឱកាសរត់ត្រឡប់ទៅបន្ទប់របស់នាងវិញទោះបីជាភ្នែកទាំងពីរខ្វាក់ក៏ដោយនាងស្គាល់ផ្ទះនេះច្បាស់ជាងអ្នកដទៃបន្ទាប់ពីនាងចាក់សោទ្វារពីខាងក្នុងរួចបើកកុំព្យូទ័ររបស់អ្នកយ៉ាងរហ័សហើយផ្ញើអ៊ីមែលការហៅទូរស័ព្ទបន្ទាន់រាល់ពេលដែលអ៊ីមែលត្រូវបានផ្ញើឃាតករគាត់ប្រញាប់ប្រញាល់ចូលពីយ៉គាត់បានផ្ដួលស្ត្រីនោះឲ្យដួលក្នុងចលនាមួយយ៉ាងលឿនបន្ទាប់មកគាត់បានបង្វែរវាឲ្យដំឡើងវាបន្ទាប់មកគាត់បានទាញអាវុធឃាតកម្មចេញពីហោប៉ៅរបស់គាត់បានប្រើអាវុធគំរាមនាងមិនឲ្យរើទៀតឡើយហើយដូច្នេះស្ត្រីនោះត្រូវបានគាត់ចងគាត់នៅលើគ្រែប្រហែលជាដោយសារតែគាត់មើលមិនឃើញនាងមិនបានពន្យល់លម្អិតអំពីមូលហេតុនៃការជួបគ្នានោះទេនាងបានតស៊ូប៉ុន្តែបុរសនោះពិតជាបានដាក់ដៃលើគាត់បានដាក់វានៅលើភ្លៅរបស់នាងហើយទុកឲ្យវាដើរលេងជុំវិញស្ត្រីនោះបានប្រាប់គាត់ដោយកំហឹងឲ្យដាក់ដៃលើលុបវាចេញប៉ុន្តែវានឹងត្រូវបានបំពេញដោយការគំរាមកំហែងរបស់បុរសស្ត្រីតែប៉ុណ្ណោះគាត់ទទួលស្គាល់ភាពទន់ខ្សោយរបស់គាត់ដោយងាយគាត់គ្រាន់តែចង់នាងមិនបានពន្យល់លម្អិតអំពីមូលហេតុនៃការជួបគ្នានោះទេនាងបានតស៊ូប៉ុន្តែបុរសនោះពិតជាបានដាក់ដៃលើនាងគាត់បានដាក់វានៅលើភ្លៅរបស់នាងហើយទុកឲ្យវាដើរលេងជុំវិញស្ត្រីនោះបានប្រាប់គាត់ដោយកំហឹងឲ្យដាក់ដៃលើលុបវាចេញប៉ុន្តែវានឹងត្រូវបានបំពេញដោយការគំរាមកំហែងរបស់បុរសស្ត្រីតែប៉ុណ្ណោះគាត់ទទួលស្គាល់ភាពទន់ខ្សោយរបស់គាត់ដោយងាយគាត់គ្រាន់តែចង់យករបស់ដែលជាកម្មសិទ្ធិរបស់អ្នកមកវិញខ្ញុំមិនចង់ធ្វើបាបគាត់ទៀតទេដើម្បីឲ្យស្ត្រីនិយាយថាបូព៌ាទីតាំងនៃភាគខាងលិចត្រូវបានរកឃើញភ្លាមខ្លាចជាទន់ភ្លន់ជាងមុនសូម្បីតែពួកគេថែមទាំងបានស្រាយគាត់ទៀតផងមានតែពេលនោះទេដែលស្ត្រីនោះចោះចូលនឹងគាត់ខ្ញុំបានដឹងពីនាងថាមិត្តប្រុសរបស់ខ្ញុំក៏បកពួករបស់ពួកគេមូលហេតុដែលពួកគេតាក់ទាញគ្រោះមហន្តរាយនៃការសម្លាប់គឺដោយសារតែវាមិនយូរប៉ុន្មានទេពីមុនពួកគេបានបញ្ចប់ការបញ្ជាទិញដ៏ធំមួយមិត្តប្រុសរបស់ក្មេងស្រីនោះបានបោកប្រាស់នាងរត់ដើម្បីយកពេជ្រនិងលុយទាំងអស់ប៉ុន្តែឥឡូវនេះទាំងពេជ្រនិងលុយកាក់កន្លែងស្នាក់នៅរបស់គាត់ត្រូវបានគេដឹងហើយប៉ុន្តែស្ត្រីនោះនិយាយថាខ្ញុំមិនបានដឹងអំពីរឿងនេះទេហើយការស៊ើបអង្កេតបានបង្ហាញថាទឹកមុខរបស់គាត់បានផ្លាស់ប្ដូរភ្លាមពេលគាត់ចង់បង្ខំស្ត្រីឲ្យនិយាយពេលដែលទីតាំងត្រូវបានបង្ហាញទូរស័ព្ទរបស់ខ្ញុំផ្ទាល់ប៉ុន្តែបន្ទាប់មកវាបានរឡើងគាត់បានយកទូរស័ព្ទរបស់គាត់ចេញពីហោប៉ៅរបស់គាត់វាប្រែថាថៅកែរបស់គាត់កំពុងហៅអ្នកដែលជំរុញឲ្យមានវឌ្ឍនភាពដោយឃើញបុរសនោះចាក់ចេញស្ត្រីរូបនោះបានឆ្លៀតឱកាសចេញទៅខាងក្រៅដើម្បីទទួលទូរស័ព្ទនាងបានលាក់ខ្លួននៅក្នុងទូខោអាវហើយផ្លាស់ប្ដូរសម្លៀកបំពាក់ស្លៀកពាក់រួចហើយបុរសនោះនៅតែស្ដាប់ហៅទូរស័ព្ទមកគាត់បានពាក់ស្បែកពីត្រទាប់ម្ដងទៀតទោះជាយ៉ាងណាក៏ដោយស្បែកជើងពេលត្រឡប់ទៅគ្រែវិញខ្ញុំបានទាត់កាមេរ៉ាដោយចៃដន្យគាត់បានរើវាដោយសម្ងាត់ហើយលាក់វានៅក្រោមគូតរងចាំបុរសផ្អៀងចូលនៅចម្ងាយជិតកាមេរ៉ានឹងបើកហ្វាងត្រូវបានគេវាយឲ្យសន្លប់គាត់បើកឡានចេញទៅដោយស្គាល់ផ្លូវច្បាស់ប៉ុន្តែចណ្ដាយយន្តមិននៅគ្រានោះទេនៅជាន់នេះវាច្បាស់ណាស់ថាបុរសនោះគាត់ក្រោកឡើងដូច្នេះគាត់បានជ្រើសរើសប្រើចណ្ដាលគេចពីអគ្គិភ័យគាត់បានរត់គេចខ្លួនគាត់បានដេញតាមគាត់មិនអាចរត់គេចខ្លួនបានទេទោះបីជាគាត់មានស្លាប់ក៏ដោយការហោះហើរការបោះជំហានដោយមិនប្រុងប្រយ័ត្នមួយជំហានអ្នកនឹងធ្លាក់ចូលទៅក្នុងអគារទទេមួយចណ្ដាលបានរមៀលចុះមកប៉ុន្តែគាត់ធ្លាប់អ្នកឆ្លើយឆ្លងព័ត៌មានសង្គ្រាមឆាប់នេះងើបឡើងវិញហើយបន្តការរត់គេចខ្លួនរបស់អ្នកដោយពឹងផ្អែកលើស្ត្រីដែលមានការស៊ូទ្រាំដ៏អស្ចារ្យទីបំផុតគាត់បានទៅដល់ជាន់ទី1ប៉ុន្តែ
ទោះជាយ៉ាងណាក៏ដោយមិនសូវស្គាល់ដីនៅទីនេះទេការស្គាល់គ្នាការជំពប់ដួលនិងការដួលបានធ្វើឲ្យគាត់សុបិនមួយបានចាប់ផ្ដើមលេងស្រមោលនៃសង្គ្រាមគ្របដណ្ដប់លើយើងពីមួយពេលទៅមួយពេលស្ត្រីនោះបានធ្វើឲ្យគាត់មិនអាចរត់គេចបានទៀតទេអង្គុយនៅជ្រុងមួយដើម្បីបន្ធូរអារម្មណ៍ប៉ុន្តែភ្លាមនោះខ្ញុំបានឮសំឡេងសន្តិសុខសំឡេងស្ត្រីនោះបានជំរុញគាត់យ៉ាងខ្លាំងឲ្យចេញទៅរាយការណ៍ប៉ូលីសប៉ុន្តែឆ្មាំសន្តិសុខជឿថាពួកគេវាអាចធ្វើទៅបានប៉ុន្តែឮថាសន្តិសុខក៏ត្រូវបានសម្លាប់យ៉ាងឃោរឃៅដែរហឺស្ត្រីនោះក៏ក្រោកឡើងហើយបន្តរត់គេចខ្លួនវាសនាប៉ុន្តែសំណាងល្អគាត់មានសំណាងគ្រប់គ្រាន់គាត់បានរត់គេចពីអាគារហើយដើរតាមបរិវេណគាត់រត់យ៉ាងលឿនតាមជញ្ជាំងស្រែកហៅរកជំនួយដេកំពុងតែក្តៅកគុកគ្រាន់តែបរិះនោះហៀបនឹងតាមតាន់ភ្លាមស្ត្រីរូបនោះបានរត់ចូលទៅលើផ្លូវធំរួចហើយគាត់បានព្យាយាមយ៉ាងអស់សង្ឃឹមដើម្បីទៅជិតអ្នកដើរកាត់គាត់បានស្រែកសុំជំនួយប៉ុន្តែគ្មានអ្នកណាម្នាក់ក្នុងចំណោមអ្នកដើរកាត់នោះយកចិត្តទុកដាក់នឹងគាត់ឡើយដើម្បីជៀសវាងបញ្ហាខ្ញុំបានសម្រេចចិត្តចូលរួមស្ត្រីម្នាក់ដែលដូចជាស្ត្រីឆ្កួតល្អព្រះរាជអាជ្ញាម្នាក់កំពុងដើរកាត់ឆាតមកដល់ទើបតែដឹងថាគាត់គ្មានជំរឿអ្វីក្រៅពីតាក់ទងជាមួយអ្នកដើរកាត់នោះទេពួកគេបានស្វែងរកវាម្ដងទៀតហើយដាសានបានប្រគល់វាទៅឲ្យគាត់ស្លៀកអាវធំរបស់អ្នកហើយបន្ធូរអារម្មណ៍តានតឹងរបស់ស្ត្រីពួកគេថែមទាំងបានជួយគាត់ហៅប៉ូលីសទៀតផងគាត់បានទូរស័ព្ទទៅរួចក៏នាំនារីនោះទៅត្រឡប់ទៅអាគារវិញហើយរងចាំប៉ូលីសមួយសន្ទុះក្រោយមកមាននរណាម្នាក់បានបើកទ្វារយ៉ាងណាក៏ដោយអ្នកដែលមកនោះមិនមែនជាមន្ត្រីប៉ូលីសទេដូច្នេះភ្នំក៏ជាឃាតករដែរអ្នកសំគំនិតនិងមេដឹកនាំរបស់ពួកគេនៅចំណុចនោះស្ត្រីនោះត្រូវបានគេនាំត្រឡប់ទៅជាន់លើវិញប៉ុន្តែដាសានមិនប្រញាប់ប្រញាល់ធ្វើការកាត់ក្តីទេពេលគាត់សួរស្ត្រីនោះដំបូងគាត់បានឲ្យហ្សេងដោដៃគូត្រូវបានគ្របដណ្ដប់ដោយក្រណាត់ពណ៌សបន្ទាប់មកគាត់បានស្ដីបន្ទោសឆាតចំពោះការដោះស្រាយស្ថានភាពរបស់គ្មានប្រសិទ្ធភាពមិនអាចទទួលបានព័ត៌មានណាមួយឡើយគាត់បានសម្លាប់មនុស្សនៅមុខកន្លែងលាក់ខ្លួនអូយអ្នកពិតជាមនុស្សពូកែមែនដូច្នេះគាត់បានផ្ដល់ឱកាសឲ្យឆាតម្ដងទៀតឱកាសគឺសម្រាប់គាត់ដើម្បីមានពេល5នាទីសំណួរនោះបានចេញមកពីមាត់ស្ត្រីនោះទីតាំងនៃពេជ្រនិងឆាតលើកនេះខ្ញុំលែងចង់ប្រមូលវាទៀតគាត់បានចាប់ស្ត្រីនោះម្ដងវាបានធ្លាក់មកដីម្ដងហើយម្ដងទៀតប៉ុន្តែពេលដែលឆាតរហៀបនឹងប្រើកំបិតប៉ុន្តែបន្ទាប់មកភ្នំនោះស្រាប់តែបញ្ឈប់គាត់សម្លឹងមើលគាត់ដោយយកចិត្តទុកដាក់គំនូរជញ្ជាំងនៅលើជញ្ជាំងបន្ទាប់មកជីវិតប្រាប់ឆាតឲ្យដោះវាចេញហើយប្រឈមមុខនឹងវាដោយសារអាកប្បកិរិយាត្រួតត្រារបស់ចៅហ្វាយឆាតគ្មានជំរឿអ្វីក្រៅពីយកគំនូរជញ្ជាំងចេញដោយគោរពប្រតិបត្តិធំសានបានប្រើដាវមួយដើម្បីកាត់បើកខ្នងតាមពិតពួកគេបានរកឃើញមួយធំនៅខាងក្នុងបរិមាណសាច់ប្រាក់ទោះបីជាទីតាំងរបស់ពេជ្រនៅតែមិនទាន់ដឹងក៏ដោយគ្មានស្លាកស្នាមទេប៉ុន្តែយ៉ាងហោចណាស់វាមិនទទេទាំងស្រុងទេឆាតបានត្រឡប់មកវិញដោយដៃទទេហើយបានរកឃើញតែកាបូបដៃដែលពោពេញទៅដោយប្រាក់ដុល្លារអាមេរិកគាត់បានចូលទៅខាងក្នុងហើយមុនពេលចាក់ចេញឆាតគាត់ក៏ចង់សម្លាប់ស្ត្រីនោះដែរចម្លែកណាស់ភ្នំនោះបានបញ្ឈប់គាត់សកម្មភាពរបស់គាត់ទោះបីជាគាត់មិនយល់ថាភ្នំនោះជាអ្វីក៏ដោយតើគាត់មានបំណងអ្វីប៉ុន្តែគាត់អាចធ្វើបានតែធ្វើដូចដែលបានណែនាំប៉ូលីសបន្ទាប់ពីប្តឹងស្ត្រីនោះរួចអ្នកទាំងពីរបានរៀបរាប់ថាគាត់បានចាក់ចេញពីបន្ទប់ជាមួយនឹងលុយស្ត្រីនោះភ័យខ្លាចខ្លាំងណាស់រហូតមិនហ៊ាននិយាយខ្ញុំបានប៉ះនាងរហូតដល់ខ្ញុំឮសំឡេងទ្វារបិទលុះត្រាតែឮសំឡេងនោះទើបនាងហ៊ានប្រញាប់ប្រញាល់ទៅមុខយ៉ាងលឿនដើរទៅរកទ្វារបន្ទាប់មកចាក់សាវ៉ាពីខាងក្នុងពួកគេបានក្រោកឈរឡើងដោយខ្លាចជនវាយប្រហារនឹងសម្លាប់ពួកគេបានបើកការវាយប្រហារតបវិញស្ត្រីនោះបានពាក់អំណោយពីមិត្តប្រុសរបស់នាងខ្សែកពេជ្ររួចអូសរាងកាយហត់នឿយបានមកដល់បរិះនោះនៅក្បែរមិត្តរបស់នាងមិនអាចជឿភ្នែកខ្លួនឯងបានទេតើពួកគេបានឆ្លងកាត់អ្វីខ្លះដែលជាទុក្ខវេទនាទ្វេដងទុក្ខវេទនាបានធ្វើឲ្យនាងងងុយគេងមិនដឹងថាពេលវេលាបានកន្លងផុតទៅប៉ុន្មានទេប៉ុន្តែស្ត្រីនោះខ្ញុំទើបតែភ្ញាក់ពីដំណេកប៉ុន្តែភ្លាមនោះនាងបានធំក្លិនដែលធ្លាប់ស្គាល់ដោយដឹងពីក្លិនបរិះដូច្នេះគាត់រត់ទៅមាត់ទ្វារដោយភ័យស្លន់ស្លោពេលនោះស្រាប់តែមានរឿងធំមួយដៃខ្ញុំកំពុងចុចប៊ូតុងដែលហៀបនឹងបើកទ្វារវាបង្ហាញថាពួកគេទាំងពីរមិនដែលចាក់ចេញទេគាត់បានចូលទៅក្នុងបន្ទប់ដោយមានគម្រោងរងចាំស្ត្រីនោះស្វែងរកពេជ្រនៅពេលអ្នកសម្រាកដោយមិននឹកស្មានដល់ស្ត្រីនោះបានដេកលក់ទៅហើយអតីតកាលការអត់ធ្មត់របស់អ្នកទាំងពីរ
ខ្ញុំក៏កំពុងធ្វើចិញ្ចើមរបស់ខ្ញុំបន្តិចម្ដងបណ្ដៃដែរហើយខ្ញុំមានគម្រោងប្រើការប្រើប្រាស់កម្លាំងដើម្បីបង្ខិតបង្ខំភាគីម្ខាងទៀតគឺជាទង្វើដ៏ល្អនៃសេចក្តីសប្បុរសដើរទៅចិត្តស្ត្រីនោះយឺតហើយទាញនាងចេញយកពេជ្រចេញពីទ្រូងរបស់នាងហើយនាងត្រូវបានគំរាមកំហែងឲ្យនិយាយរឿងផ្សេងទៀតគម្រោងពេជ្រស្ត្រីរូបនោះហៀបនឹងពូកែច្របាច់កណាស់ឆាតប្រញាប់ឡើងពួកគេបានព្យាយាមបញ្ឈប់ពួកគេយ៉ាងណាមិញនេះជាទង្វើរបស់ពួកគេចម្បាំងចុងក្រោយឃើញស្ត្រីនោះគាត់នឹងមិនរើចេញទេទោះមានរឿងអ្វីក៏ដោយគាត់ជាមនុស្សចិត្តល្អមែនបង្វែរការយកចិត្តទុកដាក់របស់អ្នកទៅស្ត្រីនៅលើឆ្មាចិញ្ចឹមគាត់បានដាក់ឆ្មាអោបខ្ញុំយ៉ាងណែនពីលើដីរួចអោបយឺតពេលគាត់ដើរទៅរករបងស្ត្រីនោះស្គាល់គាត់តើអ្នកចង់ធ្វើអ្វីហើយសុំគាត់ធ្វើវាឆ្មាត្រូវបានគេដាក់ចុះហើយប៉ុន្តែដាសានខ្ញុំដាក់ឆ្មានៅលើយ៉យានបានគ្រងនឹងបោះវាចុះពីទីនេះស្ត្រីនោះភ័យស្លន់ស្លោភ្លាមភ្នែករបស់នាងមកចុះស្ត្រីម្នាក់បានរកឃើញស្នេហារបស់នាងឆ្មាត្រូវបានគប់ចុះមកហើយស្ត្រីនោះឥឡូវនេះនាងប្រញាប់ប្រញាល់ទៅរកផ្លូវធំដោយកំហឹងភ្នំនោះប៉ុន្តែវាត្រូវបានភាគីម្ខាងទៀតសង្កត់ចុះសូម្បីតែឆាតក៏នៅលើជញ្ជាំងដែរដើម្បីក្រោកឈរឡើងសម្រាប់ឆ្មាសូម្បីតែឆាតក៏បានអោបឆ្មានោះដែរឆាតច្បាស់ជាខឹងខ្លាំងណាស់អ្នកស្រឡាញ់ឆ្មាទោះបីជាមានឈ្មោះហៅក្រៅក៏ដោយគាត់ជាប្អូនប្រុសរបស់គាត់ប៉ុន្តែខ្ញុំមិនទុកចិត្តដាសានទាំងស្រុងទេពេលអ្នកទាំងពីរមានចំនួនផ្ទៃក្នុងស្ត្រីរូបនោះមនុស្សបានឆ្លៀតឱកាសឡើងលើដំបូលផ្ទះដែលដើមឡើយគឺគាត់ដែលបានឮការហៅរបស់មេបញ្ជាការកងទ័ពអាកាសស្ត្រីម្នាក់បានហោះចូលមកហើយក្រវីដៃយ៉ាងប្រញាប់ប្រញាល់ក្រវីដៃរបស់គាត់ព្យាយាមចាប់ប៉ូលីសគាត់បានកត់សម្គាល់ឃើញខ្លួនឯងដោយដែលគាត់មានអារម្មណ៍អំឡុងពេលជួយសង្គ្រោះស្រាប់តែមានកំភ្លើងខ្លីមួយដើមលេចចេញមកយ៉ាងណាក៏ដោយប៉ូលីសបានមកទាន់ពេលឃើញមនុស្សទាំងពីរនាក់ស្និទ្ធស្នាលគ្នាពួកគេក៏បានផ្ដាច់ទំនាក់ទំនងរបស់ពួកគេចេញវាច្បាស់ជាគូស្នេហ៍មួយគូកំពុងលេងជាមួយគាត់វាត្រូវបានរំកិលចុះឡើងហើយបន្ទាប់មកវាក៏ហើរបាត់ទៅស្ត្រីនៅទីនេះបានលេងល្បិចម្ដងហើយម្ដងទៀតល្បិចទាំងនោះធ្វើឲ្យពួកគេខឹងសម្បាទាំងស្រុងបន្ទាប់ពីឆ្លងកាត់ភ្នំរួចគាត់បានទាញស្ត្រីនោះដើម្បីការពារកែមដំបូលរស់នៅជាមួយសែអមីស្ត្រីនោះបាននិយាយទីបំផុតស្ត្រីដែលត្រូវបានលាតត្រដាងត្រូវបានចាប់ដាក់គុកនៅក្នុងបន្ទប់ងងឹតតូចមួយមានបរិសុទ្ធ2នាក់មនុស្សកំពុងធ្វើអស់ពីសមត្ថភាពដើម្បីកាត់បន្ថយការធានារ៉ាប់រងទូសុវត្ថិភាពគឺរឹងមាំវិសាលភាពលើពីការរំពឹងទុករបស់ពួកគេទូឆាតបានចិញ្ចឹមស្ត្រីនោះទឹកស្ត្រីនោះបានដឹងអំពីអ្នកទាំងពីរនេះទំនាក់ទំនងនេះមិនចុះសម្រុងគ្នាទេដូច្នេះហើយគាត់បានឆ្លៀតឱកាសនេះដើម្បីសាបព្រោះភាពមិនចុះសម្រុងគ្នារវាងឆាតនិងអ្នកដទៃការយល់ដឹងអំពីគណិតវិទ្យា 2000 លានប្រសិនបើប្រាក់ដុល្លារត្រូវបានបែងចែកជា2ខ្ញុំនឹងអនុញ្ញាតឲ្យ Helen កាត់ផ្ដាច់អ្នកអញ្ចឹងទៅទុកឲ្យគាត់ទទួលខុសត្រូវខ្លួនឯងចុះខ្ញុំដឹងថាអ្នកឆ្លាតអ្នកនឹងធ្វើវាមុនគេសម្រាប់គាត់ចុះមែនទេជួយខ្ញុំផឹកទឹកផងចេនខ្ញុំនឹងជួយពិតមែនឬខ្ញុំនឹងជួយអ្នកតាមដែលអ្នកចង់បានអ្វីឆាតមិនបានត្រឡប់មកវិញបន្ទាប់ពីសម្លាប់គាត់ទេឬគាត់បានឆ្លើយតបទៅគាត់ប៉ុន្តែគាត់មានអ្វីមួយនៅក្នុងចិត្តរបស់គាត់រួចទៅហើយចម្លើយត្រូវបានរកឃើញបន្ទាប់ពី2ខែកន្លះបន្ទាប់ពីការខិតខំប្រឹងប្រែងអស់រយៈពេលជាច្រើនម៉ោងទីបំផុតអ្នកទាំងពីរគាត់បានបើកប្រអប់សុវត្ថិភាពហើយនៅខាងក្នុងក្រៅពីលបែងបៀរឿងតែមួយគត់ដែលនៅសល់ជាមួយម៉ាក់ខេគឺវាឥតគិតថ្លៃខ្យល់នៅលើភ្នំស្រាប់តែคล้ายជាដោយកំហឹងខ្លាំងគាត់បានយកវាចេញហើយបន្ទាប់មកបានបញ្ជាឲ្យស៊ើបអង្កេតដេបានចងនាងទៅនឹងតុបន្ទាប់មកគាត់បានយកកន្សែងគ្របមាត់និងច្រមុះរបស់អ្នកហើយដើរតាមភ្នំការស្រោចទឹកឥតឈប់ឈរបណ្ដាឲ្យមានអារម្មណ៍ថប់ដង្ហើមពួកគេបានរំរាងកាយទាំងមូលរបស់ក្មេងស្រីនោះនៅឯណាអាប៉ាឡូនរបស់ខ្ញុំកន្លែងណាអ្នកទាំងពីរកំពុងមានពេលវេលាដ៏អស្ចារ្យទេដោយមិននឹកស្មានដល់មាននរណាម្នាក់ស្រាប់តែមកលេងវាជាស្ត្រីមានផ្ទៃពោះម្នាក់របស់យើងហើយស្ត្រីនោះនៅជាន់ក្រោមពេលយើងការថតចិត្តចាប់ផ្ដើមហើយដូច្នេះមុនដំបូងក្រោយពីស្លៀកពាក់រួចយើងក៏ប្រញាប់ប្រញាល់សូមអនុញ្ញាតឲ្យខ្ញុំចាប់ផ្ដើមថតហើយនាងមកវិញខ្ញុំអាចជួយបានប្រសិនបើអ្នកមានអាសន្នមនុស្ស2នាក់នៅពេលនោះខ្ញុំមិនដឹងថាត្រូវធ្វើអ្វីទេដូច្នេះខ្ញុំអាចស្ដាប់បានតែប៉ុណ្្នឹងពីការរៀបចំរបស់ស្ត្រីនិងការព្រមានប្រាប់ស្ត្រីថាពួកគេគួរតែឈប់លេងសើចល្បិចឬសម្លាប់នាងជាការពិតណាស់បងស្រីច្បងមិនព្រមទទួលយកវាទេជីវិតប្អូនស្រីខ្ញុំគ្រាន់តែជារឿងកំប្លែងមួយប៉ុណ្ណោះនាងគាត់បើកទ្វារយ៉ាងលឿនរួចនិយាយទៅកាន់ប្អូនស្រីរបស់គាត់ថាខ្ញុំកំពុងឆ្លោះជាមួយមិត្តប្រុសរបស់ខ្ញុំសូមអនុញ្ញាតឲ្យខ្ញុំពួកគេនឹងមកថ្ងៃមួយទៀតប៉ុន្តែប្អូនស្រីទោះជាយ៉ាងណាក៏ដោយស្វាមីមិនអាចទ្រាំមើលបានទេហើយគាត់ទទូចថាយើងត្រូវតែចូលទៅនិយាយជំនួសស្ត្រីនោះរ៉ៃអានយើងត្រូវនិយាយគ្នាឥឡូវនេះរ៉ៃអានខ្ញុំត្រូវការឃើញមុខរបស់អ្នកតើអ្នកមិនឮខ្ញុំនិយាយទេឬនេះគឺរវាងពួកយើងនៅទីនេះយើងនឹងមិនចាក់ចេញទេនៅពេលដែលស្ត្រីម្នាក់មិនដឹងថាត្រូវធ្វើអ្វីដំណឹងល្អណាស់ប្អូនស្រីខ្ញុំស្រាប់តែការឈឺចាប់យ៉ាងខ្លាំងបានចាក់ចូលរាងកាយកុមារវាបានប្រែក្លាយទៅជាការដាច់ទឹកភ្លោះមុនអាយុនាងត្រូវតែបរោះនោះត្រូវទៅមន្ទីរពេទ្យជាបន្ទាន់ដោយឃើញបែបនេះពួកគេគ្មានជំរឿសអ្វីក្រៅពីបោះបង់ការចូលទៅឡើយបែកខ្នងហើយនាំប្រពន្ធទៅមន្ទីរពេទ្យស្ត្រីនោះបានជោគជ័យក្នុងពេលពិនិត្យនាងបានដោះស្រាយវិបត្តិនេះប៉ុន្តែនាងដឹងថាប្រសិនបើបរោះនោះមិនអាចយកពេជ្របានទេគាត់នឹងវាមិនអាចទៅរួចទេក្នុងការទុកស្ត្រីឲ្យនៅរស់ដាសានត្រូវបានហៅទៅយ៉ាងតែម្នាក់ឯងតៃវ៉ាន់បាននិយាយថាខ្លួនបានលឺមិនយូរប៉ុន្មានទេមិត្តប្រុសរបស់ខ្ញុំបានលាក់របស់របរនៅក្នុងផើងផ្កាបាច់ចាំលោកឥឡូវនេះបានទៅដល់ភ្នំហើយគាត់ឈួតហើយអ្នកអាចជឿថាវាជាការពិត
គាត់បានវាបំបែកផើងផ្កានៅទីនេះនិងឆាតនៅក្នុងបន្ទប់ទទួលភ្ញៀវប៉ុន្តែគាត់ហាក់ដូចជាស្ងប់ស្ងាត់ខុសពីធម្មតាព្រោះគាត់បានរកឃើញវានៅក្នុងទឹកកកពេជ្រប៉ុន្តែគាត់មិនបានធ្វើភ្លាមៗទេគាត់បានជម្រាបដាសានយ៉ាងច្បាស់ថាគាត់បានរក្សាពេជ្រទាំងអស់សម្រាប់ខ្លួនឯងដាក់ដុំទឹកកកចូលក្នុងម៉ាស៊ីនទឹករួចលាងសម្អាតពេជ្រធំមួយឆាប់នេះនៅពេលដែលឆាត់ថនលេចចេញមកគាត់បានលាងសម្អាតវាដោយអន្ទះសារហើយបន្ទាប់មកចាក់ដុំទឹកកកចុះមកទាំងអស់ក្នុងពេលតែមួយដើម្បីចាប់គាត់បានមើលអ្នកធំដោយភាពតានតឹងរាល់ចលនាដែលភ្នំធ្វើគឺខុសគ្នាប្រសិនបើអ្នកដឹងពីរបៀបប្រើពេជ្រសូមលាងសម្អាតវាទាំងអស់ចេញហើយពិនិត្យមើលដាក់វាចូលក្នុងថង់តូចៗទោះជាយ៉ាងណាក៏ដោយនៅខាងក្នុងគាត់កំពុងធ្វើសកម្មភាពដោយលួចលាក់ទោះជាយ៉ាងណាក៏ដោយរូបរាងរបស់វាបានបង្កឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងឆាតបានធ្វើពុតជាប្រងើយកន្តើយចំពោះការចាប់អារម្មណ៍របស់ភ្នំឌីងឌីបានប្រគល់ស្រាមួយពេងទៅភ្នំភ្លាមនោះគាត់ចាប់ផ្ដើមដោះសម្លៀកបំពាក់ចេញឈាមប៉ុន្តែភ្នំធ្លាប់មានកន្លែងសម្រាប់គាត់ជាយូរមកហើយដោយប្រុងប្រយ័ត្នដោយមិនស្ទាក់ស្ទើរទាញគន្លឹះគាត់បានទាញគន្លឹះកំភ្លើងហើយឮសំឡេងកំភ្លើងនៅពេលនោះស្ត្រីនោះដឹងថាការចាក់ចេញរបស់នាងគឺជៀសមិនរួចផែនការនេះទទួលបានជោគជ័យទាំងពីរនាក់នេះមិនជឿទេមនុស្សគ្រប់គ្នាចង់គ្រប់គ្រងការជួញដូរគ្រឿងញៀនលេបភ្នំពេជ្រនិងសាកសពបង្វែរវាហើយយកវាចេញពីហៅប៉ៅថង់ពេជ្របានចេញពីភ្នំកោតសរសើរពេជ្រដ៏ស្រស់ស្អាតថ្មដូចជាគាត់ចាប់ផ្ដើមលង់ស្នេហ៍នឹងគេខ្លាំងពេកភ្លាមនោះស្ត្រីនោះកាន់ដែកមួយសំត្រូវបានរុញឡើងយ៉ាងខ្លាំងការឈឺចាប់បានធ្វើឲ្យភ្នំរលុងគាត់បានយកអ្វីដែលនៅក្នុងដៃរបស់គាត់ប៉ុន្តែយ៉ាងណាមិញគាត់គឺជាឃាតករគាត់អាចផ្លាស់ប្ដូរស្ថានភាពបានគាត់បានបណ្ដេញស្ត្រីនោះចេញគាត់ដឹងថាគាត់មិនសមនឹងពួកគេទេប៉ុន្តែគាត់រត់បានពីជំហានហើយម្ដងទៀតលោតចុះឡើងនិងបំផ្លាញក្នុងពេលតែមួយប្រព័ន្ធភ្លើងបំភ្លឺប៉ុន្តែនេះក៏คล้ายជាបំបីរបាំងធម្មជាតិរបស់ស្ត្រីនាងបានជូតយ៉ាងប្រុងប្រយ័ត្នឆ្ពោះទៅទ្វារទៅពេលស្ត្រីហៀបនឹងទៅពេលពួកគេចេញទៅភ្នំបានស្ងប់ស្ងាត់ចុះគាត់ទាញនាងត្រឡប់ចូលទៅខាងក្នុងវិញទៅកាន់ភ្នំដ៏រឹងមាំស្ត្រីទាំងឡាយមិនអាចទប់ទល់នឹងការអត់ធ្មត់បានទាំងស្រុងជាសំណាងល្អឆាដឺមិនបានស្លាប់ទាំងស្រុងទេប្រញាប់ប្រញាល់ទៅជួយស្ត្រីនោះម្ដងទៀតការរត់គេចខ្លួនដ៏ចង្អៀតនេះក៏បានធ្វើឲ្យគាត់បានរកឃើញដៃនៅលើដីតែពេជ្រកំភ្លើងនៅតែជាមួយគាត់បានប្រយុទ្ធដៃទល់នឹងដៃនៅលើភ្នំប៉ុន្តែគាត់បានប្រយុទ្ធរួចហើយវាគឺជាដង្ហើមចុងក្រោយនៃការវាយប្រហារដ៏ខ្លាំងក្លាទៅលើភ្នំវាគ្រាន់តែត្រូវការការខិតខំប្រឹងប្រែងបន្តិចបន្តួចប៉ុណ្ណោះដើម្បីរហែកវាពោះរបស់គាត់ដូចជាភ្នំមួយប៉ុន្តែពេលនិយាយដល់ស្ត្រីវិញគាត់បានរកឃើញថាហ្វាងបានចង្អុលកំភ្លើងមករកគាត់រួចហើយទោះបីជាយ៉ាងណាមិញភ្នែករបស់ស្ត្រីមើលមិនឃើញទេទោះជាយ៉ាងណាក៏ដោយសូម្បីតែភ្នំក៏មិនហ៊ានមើលស្រាលពួកគេដែរដរាបណាអ្នកមិនធ្វើចលនារហ័សរហួនណាមួយស្ត្រីនោះមិនចាប់អារម្មណ៍នឹងសម្លេងនោះទេគាត់ផ្អៀងទៅមុខដោយប្រុងប្រយ័ត្នទោះបីជាវានៅជិតក៏ដោយខ្ញុំនៅតែបង្កើតសម្លេងមួយដោយចៃដន្យជំនាញបាញ់កំភ្លើងរបស់ស្ត្រីនោះមិនមែនដូច្នេះដាសានបានរើសយកបំណែកទាំងនោះបានបង្កើតការបំភាន់ហើយបន្ទាប់មកគាត់បានស្ទុះទៅវាយគាត់ដោយកណ្ដាប់ដៃមួយប៉ុន្តែខ្ញុំមានការភ្ញាក់ផ្អើលដែលស្ត្រីនោះមានប្រតិកម្មលឿនម្លេះគាត់ត្រូវបានគេបាញ់ចំដៃស្ដាំដោយឃើញថាដាសានមិនបាននិយាយអ្វីទាំងអស់ស្ត្រីនោះបានយកកាបូបចេញពេជ្រកំពុងគិតចង់បោះភ្នំ3ស្ត្រីនោះនៅស្ងៀមការរួមភេទបានរើសយកថង់ពេជ្រទាំងមូលដែលភ្នំបានបែកខ្ទេចខ្ទីភ្លាមនៅពេលប៉ះទង្គិចដើម្បីការពារគាត់ពីការខួងដោយមិនប្រុងប្រយ័ត្នថ្មនោះបានស្ទុះមកបុកស្ត្រីនោះដែលឮសំឡេងនោះហើយគាត់ត្រូវបានបាញ់តែមួយគ្រាប់ប៉ុណ្ណោះហើយคล้ายជាមនុស្សធំខ្លាំងណាស់សានក៏ចាប់ករបស់គាត់ដែរក្នុងពេលជាមួយគ្នានេះពេជ្រត្រូវបានរក្សាទុកប៉ុន្តែគាត់នៅតែមើលស្រាលភ្នែកនេះស្ត្រីខ្វាក់ភ្នែកធ្លាប់ប្រយុទ្ធនៅសមរភូមិពិធីបុណ្យជ្រមុជទឹកដ៏ឃោរឃៅត្រូវបានក្លែងបន្លំជាយូរមកហើយវាបានបង្កើតស្មារតីដ៏រឹងមាំរបស់គាត់ស្ត្រីរឹងមាំប្រើកម្លាំងទាំងអស់របស់នាងភ្នំនេះត្រូវបានរុះរើនៅទីបំផុតស្ត្រីនោះបានជួយសង្គ្រោះជីវិតគាត់បានត្រឡប់ទៅខាងក្នុងវិញហើយចាក់ពេជ្រចូលបន្ទាប់មកបន្ថែមទឹកកកទៅក្នុងទឹកស្ត្រីក្នុងផ្សិតត្រូវបានខួងឡើងវិញថ្មនោះត្រូវបានលាក់ទុកក្នុងទូរទឹកកកពួកគេបានរស់នៅយ៉ាងមានសុភមង្គលជារៀងរហូត